សិក្សាអំពីសាមបាទសាមគឺសម្រាប់កណនីផលបូកបាទយើងមើល syntax ទី1គឺ sum បើកវងកញ្ចក់ number 1 comma number 2 comma ទៀតមក number 3 number 4តរហូតតោះអញ្ចឹងយើងមើលការកណនីបាទអញ្ចឹងយើងមើលនៅក្នុង Microsoft Excel មកយើងសាកវាយទិន្នន័យបាទ3នេះសិនមកគឺលេខ4លេខ5ហើយលេខ12បាទអញ្ចឹងយើងមាន4ចម្លើយដែលយើងអាចកណនីរកបានទី1គឺយើងស្មើបាទ30បាទអញ្ចឹងយើងមើលការកណនីមាន4ទី1គឺយើងបូកលេខអញ្ចឹងទី1យើងស្មើ30បាទបើកវងកញ្ចក់មកគឺ select លេខ4វាយលេខ4ចូលតែម្ដង comma មកវាលេខ5ចូល comma មួយទៀតវាលេខ12ចូលរួច enter អញ្ចឹងចម្លើយយើងគឺចេញ21ហើយឬក៏របៀបទី2គឺយើងអត់វាយលេខក្នុងហ្នឹងទេគឺយើង select លេខ cell address អញ្ចឹងស្មើ sum បើកវងកញ្ចក់បាទយើង select លេខ cell លេខ4 comma យកមក select cell លេខ5 comma យកមក select cell លេខ12ហើយ enter ចេញចម្លើយដូចគ្នាឬក៏ទី3គេអូសយកតែម្ដងមិនបាច់ select មួយទេគឺស្មើ sum បើកវងកញ្ចក់គឺអូសពី select លេខ4អូសមកដល់លេខ12តែម្ដងណាហើយ comma មកបាទឬក៏ចម្លើយទី4លឿនជាងហ្នឹងទៀតគឺយើងយកមកដាក់លើស្លាយហ្នឹងរួចចុចលើពាក្យនេះបាទអញ្ចឹងយើងចុចលើពាក្យ home នេះរួចយើងចុចលើនេះនិមិត្តសញ្ញាមួយឈ្មោះថាបាទសាំយើងคลิกលើហ្នឹងមករួចហើយយើងមកអូសលើលេខ4ដល់លេខ12រួច enter មកបាទអញ្ចឹងចម្លើយគឺចេញមកដូចគ្នាបាទនេះថា4វិធីហ្នឹងធ្វើបាទចេញចម្លើយដូចគ្នាអញ្ចឹងភាគច្រើនចម្លើយដែលគេច្រើនប្រើគឺទី2ទី3ទី4ភាគច្រើនគេអត់សូវវាយលេខចូលទេព្រោះបើយើងវាយលេខចូលឧទាហរណ៍យើងដូរពីលេខ4នេះទៅលេខ2វិញអញ្ចឹងពេលហ្នឹងចម្លើយ3នេះគឺវាដូរឲ្យត្រឹមត្រូវទាំងអស់លើកលែងចម្លើយទី1នេះតើយើងកែរូបមន្តម្ដងទៀត